ok ឥឡូវយើងសិក្សាពី targeting and moving layer ណានៅក្នុងផ្នែក layer របស់យើងនៅក្នុងកម្មវិធី Photoshop ណាអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំមានប្រភេទទាំងអស់នេះណាអូខេនេះគឺជាប្រភេទ background ណាអូខេអានេះគឺ graphic របស់ខ្ញុំអូខេតែខ្ញុំបានមិចវាលក្ខណៈ brand mode source line ណាអូខេហើយគឺប្រើប្រាស់ title ដែលខ្ញុំវាណាអូខេអញ្ចឹងនៅក្នុងផ្នែកខាងនេះយើងអាចចំពោះការប្រើប្រាស់ចំពោះនេះយើងអាចជាលក្ខណៈស្រទាប់អញ្ចឹងមានការខុសប្លែកគ្នាបន្តិចណាអូខេចំពោះការ remove យើងអាច click ទៅលើនេះចូលលើ select photographer យើងអាច remove layer យើងដាក់អ្វីត្រង់ចំណុចណាយើងចង់បានណាអូខេហើយតោះណាចឹងដើម្បីអាចជាលក្ខណៈឈរទៅលើនេះយើងអាច select ទៅចឹងមកដើម្បីឈរទៅកាន់ផ្នែក layer ដែលយើងចង់ remove ឬក៏បំលាស់ flow ទីតាំងមកវាណាដែលអ្វីដែលយើងចូលចិត្តចង់ដាក់វានៅត្រង់ចំណុចណាអូខេដូចនេះណាអូខេហើយជាអាច click អញ្ចឹងមកដើម្បីយកណាអូខេតបមកយើងអាច click វាយកមកដាក់ត្រង់ចំណុចខាងក្រោមគេណាអូខេឃើញវានៅខាងក្រោមណាតោះនេះចឹងវាសិនយើងឲ្យឡើងលើពេលនោះវាចេញលក្ខណៈមួយនៅខាងលើណាការអញ្ចឹងយើងអាច remove ជាន់ទៅលើ layer ណាវាឈរមុខគេមានន័យថាគឺវាបានបាំងណាអាក្រោយហ្នឹងគឺយើងមើលឃើញផ្នែកហ្នឹងណាអូខេអញ្ចឹងយើងអាចប្រើប្រាស់ shortcut key មួយទៀតដែលយើងអាចថាងចង់ឲ្យវាហ្នឹងនៅខាងក្រោមគេអញ្ចឹងយើងអាចចុច control ឃ្នាបបិទណាអូខេពេលនោះវាធ្លាក់ចុះខោមណាយេតែបើយើងឃ្នាបបើកសំទោសមិនមែនឃ្នាបបើកហើយឃ្នាបបិទវិញពេលនោះវារុញមកលើហេពេលយើងចុច control ឃ្នាបបើកពេលនោះវាចុះខោមណាពេលយើងចុច control ឃ្នាបបិទពេលនោះវាឡើងលើណាអូខេមួយទៀតយើងអាច mouse ស្ដាំ click ទៅលើ layer ហ្នឹងវាចេញលក្ខណៈបើ click ទៅវាថា with this ណាអូខេ background ហើយណាមួយយើង click ទៅយើងអាចចូលលើវាឬក៏តាក់ទង photographer យើងអាច mouse ស្ដាំមកហើយ click ទៅលើវាមកពេលនោះវាចាប់តាម select ទៅលើ layer យើងដែលយើងបាននេះណាអូខេឧទាហរណ៍ថានៅត្រង់ចំណុច for នេះជីក for មកចេញ for លក្ខណៈអញ្ចឹងណាអូខេតោះមួយទៀតបើសិនបើយើងអាច click នេះខ្ញុំមកស្ដាំលើនេះខ្ញុំចង់បង្រួមវាទូចទៅយើងមិនបាច់ select ចុច select វាចេះទេណាក៏បានមួយទៀតយើងអាចចូល select free transform select ណាអូខេត្រង់ចំណុចlayer ណាអូខេឈប់ណាអូខេអូខេមួយទៀតបើសិនបើយើងចង់ពង្រីកព្រមទៅលើការប្រើប្រាស់ title របស់យើងហ្នឹងយើងអាច click ខាងចំណុច show transform control នេះណាអូខេពេលទៅយើងអាចចុច shift មកចំពង្រីកព្រមវាបានណាអូខេតោះហើយយើងចង់ដោះវាវិញយើងអាច enter វាមកណាអូខេហើយដោះទីវាវិញវាបាត់ណាឬក៏យើងអាចប្រើ control T ណាអូខេពេលនោះវាចេញ select ហើយយើងអាចចុច off វាបានដូចគ្នាណាអូខេហើយយើង enter មកណាអូខេតោះមួយទៀតតកតងការ select ទៅលើ layer របស់យើងចង់ select ទាំងអស់យើងអាចចុច shift មក select ទៅវាណាវាបាន layer ទាំងអស់ control T ណាហេយើងអាចបំលាស់ទីណាហេនេះចំពោះ graphic របស់យើងនេះខ្ញុំអាចចុចវាបំលាស់ទីត្រង់ចំណុចណាដែលខ្ញុំចង់ដាក់ក៏បានណាអូខេយើងអាច remove វាណាអូខេត្រង់ចំណុចណាដែលយើងចង់ពេញចិត្តដាក់ណាហើយតកតងការ select យើងអាចចុច selection នេះនៅលើ menu ណាអូខេយក select all ស្មើនឹង A control A យើងអាច select ទាំងអស់បានហើយ
ឲ្យជាប្រភេទlayer អានេះជា layer ដែរតែជា layer background នៃជាប់សោណាអូខេតោះអញ្ចឹងវា select តែប្រភេទ layer ណាអូខេអញ្ចឹងយើងអាចធ្វើលក្ខណៈ select ចឹងមកដើម្បីងាយស្រួល select layer របស់យើងណាអូខេ